ជំរាបសួរនិងសួស្តីទៅកាន់បងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំមកធ្វើបុកទឹកគ្រឿងបងមុនដំបូងយើងលីងខ្ទឹមសខ្ទឹមក្រហមម្ទេសឲ្យមកល្អទៅឥឡូវប្រហុកខ្ញុំអត់បានអាំងក៏យកមកដាក់ជាមួយបាយដាក់ចំហុយវាជាមួយបាយឆ្អិនទុកបុកឥឡូវគ្រឿងរបស់យើងអានេះលីងឆ្អិនហើយយើងចាប់ផ្ដើមលីងត្រីឆ្អើរបងប្អូនលីងត្រីឆ្អើរឲ្យវាស្រួយយើងបុកទៅវាឆាប់ម៉ត់យើងកូរចុះកូរឡើងបុកភ្លើងតិចកុំឲ្យខ្លោចកូរចុះកូរឡើងរហូតដល់វាដើមស្រួយល្អហើយត្រីឆ្អើរយើងទិញទឹកមកយូរវារឹងទឹកប្រាប់ហើយយើងលីងគ្រឿងហើយនឹងត្រីឆ្អើររបស់យើងបានឥឡូវដាក់ស្ងោរលក់ខ្ញុំនេះបានរនោងបេះតាមវាលស្រែបងប្អូនធម្មជាតិ100%ហ្នឹងអូនោះហើយយើងចាប់ដើមមកបុកខ្ញុំដាក់ត្រីឆ្អើរមុនបើបងប្អូនខ្លះគាត់ដាក់គ្រឿងមុនបើដាក់គ្រឿងមុនបុកល្អិតល្អតែខ្ញុំដាក់ត្រីឆ្អើរមុនឥឡូវបុកត្រីឆ្អើរឲ្យល្អិតសិនបុកត្រីឆ្អើរនឹងរហូតដល់ល្អិតហើយចាំយើងដាក់គ្រឿងដែលយើងលីងមានខ្ទឹមសខ្ទឹមក្រហមម្ទេសបើបងប្អូនមានត្រប់ចង្កោមឬក៏ត្រប់រំញោនដាក់ទៀតកាន់តែល្អហើយខ្ញុំបុកហើយឲ្យរៀងម៉ត់តិចហើយខ្ញុំដាក់អំពិលទុំចូលតែម្ដងបើបងប្អូនខ្លះកាត់ជ្រុំជាមួយទឹកក្តៅដាក់ផ្សេងតែដាក់ជាមួយនឹងបុកតែម្ដងទៅស្រួលពេលយើងលាយដាក់តែទឹកក្តៅទឹកគឺខ្ញុំមិនមែនយកទឹកមកពីណាឆ្ងាយទេបងប្អូនគឺយកទឹកដែលយើងស្ងោរលក់រនោងយើងមិញឥឡូវបុកពេលមួយត្រីឆ្អើររួចហើយយើងដាក់គ្រឿងដែលយើងលីងរហូតមានម្ទេសមានខ្ទឹមសខ្ទឹមក្រហមដាក់ចូលមកហើយយើងបុកចូលគ្នាឲ្យម៉ត់ល្អបងប្អូនបុកចុះបុកឡើងបុករហូតដល់ម៉ត់បាទបុកទៅគ្រឿងវាអាចខុសប្លែកពីបងប្អូនលុបធ្វើព្រោះខ្ញុំធ្វើទៅតាមអ្វីដែលចេះតែរសជាតិអាចធានាថាទទួលយកបានណាមួយខ្ញុំនៅតែម្នាក់ឯងធ្វើធម្មតាឥឡូវដាក់អំបិលចូលដាក់អំបិលហើយយើងដាក់ប៊ីចេងតែប៊ីចេងបើបងប្អូនចូលចិត្តស្ករដាក់ស្ករតិចទៅតែកុំដាក់ស្ករខ្លាំងពេកបងប្អូនបុកទឹកគ្រឿងនេះត្រូវការរសជាតិប្រៃជូរហឹរបងប្អូនយើងបុកចូលគ្នាឲ្យម៉ត់បុកគ្រឿងរបស់យើងឲ្យចូលគ្នាម៉ត់ចូលគ្នាជាមួយត្រីឆ្អើរខ្ទឹមក្រហមហើយនឹងគ្រឿងរបស់យើងផ្សេងទៀតចូលគ្នាម៉ត់ទៅហើយបន្ទាប់មកយើងនេះបុកម៉ត់ហើយយើងដាក់ប្រហុកដែលដាក់ចំហុយជាមួយបាយហ្នឹងបងប្អូនប្រហុកចំហុយឆ្អិនហើយយើងដាក់ចូលមកយើងបុកទៀតបុករហូតដល់ម៉ត់ល្អបុកចុកបូតឡើងមកពេលម៉ត់ល្អយើងដួសវាដាក់ចានបងប្អូនហើយលាយទឹកទៅរួចជាការស្រេច